ទាំងអស់គ្នាចង់ថ្ងៃនេះដែរខ្ញុំធ្វើវីដេអូមួយដែលទាក់ទងទៅនឹងការ store data នៅលើ local storage ហើយយើងប្រើ Vue.js អញ្ចឹងទៅដល់ទាំងអស់គ្នាអញ្ចឹងដំបូងយើងត្រូវបើក file យើងសិនមកហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំអន្តរសូរទាក់ទងទៅនឹង function មួយចំនួនដែលប្រើហើយនឹង how it work អញ្ចឹងខ្ញុំនឹង demo code ទៅកាន់អ្នកទាំងអស់គ្នាយើងមាន app ហើយនឹង link អញ្ចឹងសម្រាប់នៅក្នុង app នេះយើងមានដូចជាfull name ដែលយើងប្រើ vModel សម្រាប់ input នៅក្នុង form ហើយមួយទៀត email ហើយនឹងអាយុហើយនេះគឺជាប៊ូតុង submit ដែលយើងប្រើ v-on ដើម្បី submit ប៊ូតុងដើម្បី submit information របស់ user យើងនឹងហើយមួយទៀតគឺនេះគឺជា list ដែលយើង loop យក user មួយអញ្ចឹងនេះគឺយើងប្រើ v-on ដូចគ្នាដើម្បី delete អញ្ចឹងយើងចូលទៅកាន់ function យើងទាំងអស់គ្នាអញ្ចឹងសម្រាប់on mounted នេះគឺយើងប្រើដើម្បី store data យើងនៅក្នុង storage ហើយនេះសម្រាប់ function void នេះគឺយើងប្រើដើម្បីមើលនៅពេលដែលuser របស់យើងនឹងមានការ change មានការប្រែប្រួលអីនៅលើ interface អីចឹងទៅហើយសម្រាប់ function submit នេះដែរគឺយើងប្រើដើម្បី submit full name email ហើយនឹងអាយុហ្នឹងហើយសម្រាប់ចុងក្រោយនេះគឺ function remove user ដែលយើងប្រើដើម្បី delete ហើយយើងប្រើ index នេះគឺដើម្បី delete នៅ user មួយហ្នឹងអញ្ចឹងយើង delete តាមរយៈ index អញ្ចឹងសម្រាប់នៅក្នុង list.vue វិញយើងមានដូចជា paragraph ដែលសម្រាប់ store នៅ information របស់ user ដែលយើងបាន submit ចូលនឹងអញ្ចឹងមានដូចជា full name email អាយុហើយនេះគឺជាយើង add listener ដើម្បី click នៅពេលដែលយើង delete data យើងហើយនឹងយើងអាច refresh មកដើម្បីវាឃើញមកម្ដងទៀតទេហើយយើងប្រើ prompt នេះដើម្បីចាប់ data ពីមេមកកូនអញ្ចឹងយើងចាប់ data ពី Vue មកដើម្បីយកមក show នៅក្នុង list ហ្នឹងហើយសម្រាប់ image នេះវិញគឺយើងប្រើដើម្បីចាប់ data ពីកូនទៅមេវិញអញ្ចឹងនៅពេលដែលយើង delete ទៅវានឹងចូលទៅ delete នៅ user មួយហ្នឹងអញ្ចឹងយើងទៅមើល result ទាំងអស់គ្នាសម្រាប់ result អញ្ចឹងដើម្បីមើល result គឺយើងត្រូវ run code សិនអញ្ចឹងយើងប្រើ command npm run យើងចឹងនេះគឺជា result របស់យើងអញ្ចឹងខ្ញុំនឹងបញ្ចូល full name ហើយខ្ញុំនឹងបញ្ចូល email ហើយខ្ញុំនឹងបញ្ចូលអាយុអញ្ចឹងយើង submit អញ្ចឹងតមកយើងបញ្ចូលមួយទៀតមកចឹងនេះគឺជា result របស់យើងហើយដល់ពេលដែលយើង delete ទៅហើយយើង refresh មកគឺវាមកវិញទេអញ្ចឹងសម្រាប់ការ demo របស់ខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការមើលវីដេអូ